ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមនុយថ្មីមួយទៀតហើយគឺពីរបៀបធ្វើបាយត្រៀបជាមួយនឹងតែមេអំបៅតោះអ្នកទាំងអស់គ្នាមកដឹងពីរបៀបធ្វើទាំងអស់គ្នាដោយសារនៅផ្ទះខ្ញុំមានដូងទុំខ្លួនឯងអញ្ចឹងឈ្ងុយមែនតែនហើយពីរបៀបធ្វើខ្ញុំនឹងបង្ហាញពីគ្រឿងផ្សំមានដូចជាអង្ករដំណើបតែមេអំបៅជាមួយនឹងខ្ទិះដើមអ្នកទាំងអស់គ្នាកាដូងនេះដូងខ្ចីខ្ញុំទុកមួយចំហៀងហើយជាមួយនឹងស្ករត្នោតនេះក៏មានរសជាតិឈ្ងុយដែរហើយជាមួយនឹងទឹកដោះគោស្រស់ឥឡូវខ្ញុំចាប់ផ្ដើមលាងអង្ករដំណើបលាងពី3ទឹកទៅបងប្អូនឲ្យជ្រះល្អអញ្ចឹងហើយក៏យកអង្ករដំណើបមកដាក់ដាំបន្ទាប់មកខ្ញុំក៏យកជាមួយនឹងល្ងសដើម្បីមកលីងឲ្យរាងពណ៌ស្អាតបន្តិចទៅមានរសជាតិឈ្ងុយសម្រាប់តែមេអំបៅយើងជ្រើសរើសយកតែរាងក្រៀមមកហើយយកវាមកស្ងោរជាមួយទឹកចាំបាច់ក្រូចឆ្មាដាក់បន្តិចពេលវាឡើងពណ៌ស្អាតហើយយើងយកទុកសិនទៅឥឡូវចាប់ផ្ដើមមកកូរជាមួយនឹងខ្ទិះដើមដាក់លាយជាមួយនឹងស្ករត្នោតកូរវាឲ្យសព្វបន្ទាប់ពីវារលាយអស់ចូលគ្នាហើយយើងថែមអំបិលបន្តិចទៅហើយបន្ទាប់មកអ្នកទាំងអស់គ្នាយកអង្ករដែលយើងដាំហើយនឹងយកមកដាក់ចូលជាមួយនឹងខ្ទិះនឹងអង្ករយើងកូរវឹតជាមួយនឹងខ្ទិះដូងហើយយើងដាក់ជាមួយនឹងតែមេអំបៅទៅថែមទឹកដោះគោស្រស់បន្តិចហើយចាក់កាដូងចូលបន្ទាប់មកអ្នកទាំងអស់គ្នាកូរវាឲ្យសព្វសិនឲ្យចូលជាតិគ្នាល្អសម្រាប់អង្ករដំណើបខ្ញុំអត់បានចំហុយទេអ្នកទាំងអស់គ្នាខ្ញុំដាំវារៀងរឹងហើយយើងយកមកកូរវឹតជាមួយនឹងខ្ទិះដូងឲ្យចូលជាតិគ្នាល្អល្បាយចូលគ្នាហើយយើងចាប់ដើមដាក់ជាមួយនឹងថាសកញ្ចក់យើងមួយទៅអ្នកទាំងអស់គ្នាដាក់នៅលើអាថាសកញ្ចក់នេះហើយកុំភ្លេចយកវែករៀងសប៉ែតមកលាបជាមួយនឹងប្រេងដូងសកាត់វាឲ្យណែនដើម្បីកុំឲ្យជាប់ហើយយើងចាប់ដើមរោយជាមួយនឹងល្ងអ៊ុយឈ្ងុយមែនតើអ្នកទាំងអស់គ្នានៅពេលដែលបញ្ចូលសលេងហើយមានអារម្មណ៍ថាឃ្លានម្ដងទៀតហើយអ្នកទាំងអស់គ្នាទុកឲ្យត្រជាក់ហើយយកកបាត់ជ្រក់ទឹកហើយឆូតវាដុំដាក់លើគ្នាមកអ្នកទាំងអស់គ្នាគឺស្អាតហើយនំពណ៌មានអារម្មណ៍ថាគួរឲ្យចង់ញ៉ាំមែនតើជាមួយនឹងតែមេអំបៅនឹងជាស្លឹកផ្កាគឺមានអត្ថប្រយោជន៍ល្អខ្លាំងមែនតើយើងអាចយកមកធ្វើនំបាននិយាយសម្រាប់រសជាតិវិញគឺមិនខុសគ្នានឹងត្រៀបបាយផ្សេងៗប្រហែលទេអ្នកទាំងអស់គ្នាគឺឆ្ងាញ់ដូចគ្នាអរគុណបងប្អូនដែលតែងតែចូលចិត្តវីដេអូនេះខ្ញុំកុំភ្លេចជួយ like និង share ផងណាដើម្បីខ្ញុំចេញវីដេអូថ្មីទៀតត្រឡប់ខ្ញុំមកសិនតែខ្ញុំញ៉ាំអីយ៉ាងច្រើនអញ្ចឹងខ្ញុំដឹងតែរត់ហាត់ប្រាណ15នាទីទៅ30នាទីឬឲ្យផឹកទឹកតែក្តៅដើម្បីជួយកាត់បន្ថយជាតិខ្លាញ់អាហារជាតិពុលដែលយើងញ៉ាំចូលទៅក្នុងខ្លួនហើយជាពិសេសគឺយើងស្រាលខ្លួនណាអ្នកនរគ្នាអត់ស៊ីស្អុះឡើងគីឡូអីចឹងខ្ញុំត្រឡប់ខ្ញុំតែអញ្ចឹងហើយក៏មិនមែនជាអ្នកតមអាហារខ្លាំងអីម៉ានេះពីច្រើនគឺញ៉ាំច្រើនប៉ុន្តែខ្ញុំញ៉ាំតែព្រឹកមួយកែវងាយមួយកែវជាប្រចាំការញ៉ាំទឹកក្តៅអ្នកនរគ្នាធ្វើយើងស្រួលខ្លួនណាអ្នកនរគ្នាគួរតែញ៉ាំរាល់ថ្ងៃដូចខ្ញុំបងប្អូនដែលឆ្ងល់ថាបងថ្ងៃមុខអាចរយមុខសរសៃក្រហមថ្ងៃហ្នឹងបាត់ណាងាយស្រួលទេបងប្អូនអ្នកនរគ្នាគ្រាន់តែជ្រើសរើសប្រភេទហ្វូមទឹកបង្កទឹកជូតមុខដែលមានសារធាតុរ៉ែល្អហើយនឹងសម្រាប់ជូតពេលយប់ពេលព្រឹកហើយនឹងសរោមបតក់នៅពេលយប់អត់ញ៉ៃច្រើនទេហើយទៅពេលព្រឹកឡើងបងប្អូនលាងហ្វូមហើយជូតទឹកជូតមុខម្សាទៀតប្រើលេថ្ងៃទៅខ្ញុំធានាថាស្បែកមុខបងប្អូននឹងស្អាតម៉ត់រលោងដោយដែលបងប្អូនឃើញអញ្ចឹងសម្រាប់បងដែលឃើញខ្ញុំខាងក្រៅហើយក៏ឆ្លាញ់សាច់ដៃខ្ញុំមុខខ្ញុំគាត់ថាម៉ត់មែនទែនមុខបងបានតែប្រព័ន្ធសាច់ដៃអូនបងយកໄວនិយាយទៅគ្រប់យ៉ាងគឺសិតតែពីការតស៊ូរបស់ខ្ញុំអ្នកទាំងអស់គ្នារយៈពេល9ឆ្នាំគឺខ្ញុំប្រើផលិតផលដែលមានសារធាតុកាត់ខ្ញុំអត់ឆ្លាញ់ស្បែកសហោះខ្លាំងទេត្រឹមតែម៉ត់រលោងគីឡូអ្នកទាំងអស់គ្នាស្បែកមុខយើងគឺស្អាតខ្លាំងតែម្ដងហើយអត់មានអាចរុយស្នាមទេ 100% បើសម្រាប់ដងខ្លួនខ្ញុំប្រើជាមួយនឹងប្រភេទលេទឹកអង្ករដែលយើងផ្សំពីទឹកអង្ករ collagen វីតាមីនអ្នកទាំងអស់គ្នាល្អមែនទែនរោលល្មមសង្វារឬក៏ស្លាកស្នាមបកាយបំផុតបងប្អូនហើយស្បែកយើងលាបទៅឡើងម៉ត់ថ្លាភ្លឺថ្លាហ្មងឡើងអាឡូងគីឡូហ្មងសូម្បីតែអ្នកថតខ្ញុំក៏គាត់ថាស្បែកបងស្អាតខ្លាំងហ្មងហើយជាងថតថាអត់ចាំបាច់ប្រចាំភ្លើងខ្លាំងទេនេះដោយសារសមិទ្ធផលដែលខ្ញុំប្រើហើយនឹងលេ healthy white lotion ប៉ុន្តែយើងដាច់ stock ចឹងណាបងប្អូនជឿជាក់ប្រើលេនេះតាមខ្ញុំទៅស្បែកស្អាតហើយអត់មានចេញសរសៃធ្វើឲ្យប៉ះពាល់ដល់ថ្ងៃក្រោយអរគុណបងប្អូន